បាទក៏ដូចជាសួរពុកម៉ែបងប្អូនបាទនេះជាសកម្មភាពរូបភាពនៃការរំញោបាទបេតុងដោយប្រើម៉ាស៊ីនម៉ូទ័រប្រភេទគេហៅថា vibrator សម្រាប់ញោអញ្ចឹងសារៈប្រយោជន៍នៃការញោបេតុងនេះគឺវាជួយឲ្យបេតុងយើងណែនបានល្អបាទកាត់បន្ថយនូវភាពស្ពោតនៅក្នុងបេតុងអញ្ចឹងបងប្អូនមកមើលបច្ចេកទេសក្នុងការញោរបស់ក្រុមការងារយើងគឺយើងញោពី5ទៅ10វិនាទីហើយយើងដកចេញមកយើងទៅរកកន្លែងផ្សេងអញ្ចឹងណាអញ្ចឹងអានេះគឺជាបច្ចេកទេសមួយសំខាន់សម្រាប់បងក្រុមជាងអ្នកមកការក៏ដូចជាម្ចាស់ផ្ទះត្រូវយល់ដឹងពីសារៈប្រយោជន៍នៃការរោនេះអញ្ចឹងបានការចាក់បេតុងមួយគឺយើងទាមទារឲ្យមានការប្រើនៅម៉ូទ័រដើម្បីយើងញោអញ្ចឹងណាអានេះគឺជាបច្ចេកទេសសំខាន់មួយក្នុងការងារបេតុងអរគុណបងប្អូនជួយ like ជួយ follow ម្នាក់មួយផងហើយបើចង់តាមដានបន្តទៀតសូមចុច follow ម្នាក់មួយមកណាខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតអរគុណច្រើន